ចឹងដើម្បីឲ្យខ្ញុំអាចអានសភៅឲ្យបានច្រើនអ្វីដែលខ្ញុំអាចធ្វើទៅបានគឺទម្លាប់អានសភៅជារៀងរាល់ថ្ងៃមនុស្សដែលមិនចូលចិត្តអានសភៅคล้ายទៅជាមនុស្សដែលចូលចិត្តហើយคล้ายទៅជាមនុស្សដែលអានសភៅរាល់ថ្ងៃវាមិនមែនជារឿងងាយទេក៏ប៉ុន្តែខ្ញុំធ្វើបានដោយសារតែខ្ញុំយកសភៅដែលខ្ញុំត្រូវអានហ្នឹងយកទៅដាក់នៅក្បាលតនេខ្ញុំតែម្ដងបានន័យថាបិទភ្នែកក៏ឃើញបើកភ្នែកក៏ឃើញខ្ញុំអាចមើលមុនពេលដែលខ្ញុំចូលគេងឧទាហរណ៍ក្នុងករណីដែលខ្ញុំគេងអត់លក់ឬក៏ខ្ញុំអាចមើលនៅពេលដែលខ្ញុំងើបពីគេងភ្លាមតែម្ដងអញ្ចឹងហើយធ្វើឲ្យខ្ញុំខ្លាចទៅជាមនុស្សដែលអានសភៅពេលព្រឹកឬក៏មុនគេងហ្នឹងដោយអត់ដឹងខ្លួនដោយសារតែការដាក់សភៅនៅលើក្បាលតនេឬក៏ដាក់សភៅនៅចិត្តខ្លួនហ្នឹងវាដើរតួជាកត្តារំញោចអញ្ចឹងយើងងាកឆ្វេងងាកស្ដាំងាកចុះងាកឡើងមានអារម្មណ៍ថាត្រូវតែអានហើយព្រោះសភៅនៅហ្នឹងព្រោះមែនតើទៅវាគឺជាចេតនារបស់យើងដែលយើងចង់ខ្លាយទៅជាមនុស្សបែបហ្នឹងអញ្ចឹងយើងដាក់នៅហ្នឹងដើម្បីរំញោចប្រាប់បញ្ជាក់ប្រាប់យើងថាអូខេដល់ពេលហើយឬក៏បើសិនជាផ្លេចថាអត់ដឹងធ្វើអីទេនេះសភៅអញ្ចឹងយកទៅមើល